ខ្ញុំបានជំនួសឲ្យយូម៉ាខ្ញុំពីក្រុម AU54 ថ្ងៃនេះខ្ញុំធ្វើការ record វីដេអូទាក់ទងទៅនឹង project Flash ដែល project នេះគឺជា project mini e-commerce មួយដែលយើងធ្វើជាមួយនឹង Flash អញ្ចឹងខាងក្នុងនេះគឺជា source code ដែលខ្ញុំធ្វើទាក់ទងទៅនឹង project ហ្នឹងដែលវាមាន home page about page card page ហើយនឹង contact us ហើយ contact us នេះដែរគឺយើងដាក់វាជាយើងដាក់មានព័ត៌មាន add មាន Gmail មាន name មាន phone number ដើម្បីយើងដាក់នៅពេលដែលយើងសរសេរ message ទៅវានឹង send message ហ្នឹងចូលទៅ Telegram តាមរយៈ user ID ហើយមាន token របស់ bot របស់យើងហ្នឹងអញ្ចឹងproject របស់ខ្ញុំសូមdisplay project ឲ្យលោកគ្រូមើលអញ្ចឹងហើយនេះគឺជា home page របស់ខ្ញុំអញ្ចឹងយើងមាន product ទាំងអស់នេះដែរគឺយើងទាញគឺយើង copy email address ដោយសារតែវាមាន email ច្រើនខ្ញុំសូម copy យកមកទៅ4ហើយខ្ញុំដាក់វាឆ្លាស់គ្នាដើម្បីឲ្យលោកគ្រូស្រួលមើលអញ្ចឹងកន្លែងនេះគឺយើងមាន style រៀងសាមញ្ញហើយយើងធ្វើវាជាប្រភេទmini e-commerce មួយដែលនឹងលក់ទៅលើមានលើ computer ទូរស័ព្ទ cash អញ្ចឹងខ្ញុំដាក់តែ3មុខនឹងចូលទៅលោកគ្រូហើយនៅពេលដែលខ្ញុំចុច add to cart ទៅវាចូលមកកាន់ page card របស់យើងអញ្ចឹងកន្លែងនេះគឺខ្ញុំធ្វើសាមញ្ញកន្លែងនេះខ្ញុំធ្វើសាមញ្ញអត់មានរូបអត់មានអីទេគាត់តែ demo version ហើយខ្ញុំកាន់ home page វិញខ្ញុំមកនេះខ្ញុំ add to cart ទៅមក page ដដែលខ្ញុំចូលទៅកាន់ about us កន្លែងនេះក៏ខ្ញុំអត់បាន design ច្រើនដោយសារតែវាជា page static ហ្នឹងអញ្ចឹងចូលមកដល់ page contact page contact មួយនេះគឺ UI វាអត់សូវស្អាតទេដោយសារតែខ្ញុំធ្វើជា static UI អញ្ចឹងសូមលោកគ្រូអធិស្ឋានឲ្យខ្ញុំផងអញ្ចឹងកន្លែងហ្នឹងជាដំបូងឡើយគឺខ្ញុំដាក់ថា send as your query item អញ្ចឹងកន្លែងនេះខ្ញុំសូមដាក់ឈ្មោះរបស់ខ្ញុំបាទឈ្មោះខ្ញុំហើយកន្លែងនេះខ្ញុំដាក់ Gmail address របស់ខ្ញុំហើយកន្លែង subject ខ្ញុំដាក់ថា Python ហើយកន្លែងនេះខ្ញុំសូមដាក់លេខទូរស័ព្ទខ្ញុំទៅហើយកន្លែង description នេះខ្ញុំសរសេរថា hello អញ្ចឹងពេលដែលខ្ញុំចុច send message ទៅវានឹងចូលវានឹង redirect មកកាន់ Telegram bot channel របស់ខ្ញុំខ្ញុំសូមចុច send ខ្ញុំចុច send ទៅទៀតវានឹង redirect ចូលមកកាន់ Telegram របស់ខ្ញុំដោយសារតែ internet វានឹង slow ទៅលោកឥឡូវនេះវា clear item មកហើយចឹងខ្ញុំសូមចូលមកកាន់ Telegram របស់ខ្ញុំចឹងខ្ញុំចូលមកកាន់ channel នេះឃើញថានេះគឺជាព័ត៌មានអំបញ្ញនេះខ្ញុំបានសរសេរមិញគឺវា send តាមរយៈ token bot របស់យើងគឺ user ID របស់យើងគឺវា send ចូលមកក្នុងនេះហើយនៅកន្លែងនេះគឺខ្ញុំមាន link សម្រាប់បង្កើតនេះដែរគឺខ្ញុំបានបង្កើត link ផុសចូលទៅកាន់ repository GitHub ហើយនឹង link ផុសចូលទៅកាន់ host render អញ្ចឹងលោកគ្រូអាចចូលមើលបានproject របស់ខ្ញុំទាំងអស់គឺមានតែប៉ុណ្្នឹងវារៀងសាមញ្ញបន្តិចសូមអរគុណលោកគ្រូដែលបានទស្សនាដល់ដល់ចប់ខ្ញុំសូមអរគុណជំរាបលាលោកគ្រូ